dương trong ban mê đáy trong ban bách đuông trong ban ca cho comment ឬក៏ចុចបញ្ចេញមតិយោបល់នៅក្នុងការបង្ហោះរបស់យើងពេលខ្លះអត់ចាំបាច់ទាល់តែជំរុញឬក៏ boost នឹងទេបងប្អូនបើសិនជាបងប្អូនមានគណនី Facebook ច្រើនឬក៏បងប្អូនមានក្រុម Facebook ដែលមានសមាជិកច្រើនយើងអាចចែករំលែកចូលយើងអាចបង្ហោះចូលគឺយើងនឹងទទួលបានមេដៃទទួលបានបេះដូងទទួលបានការបញ្ចេញមតិយោបល់ឬក៏ទទួលបានការចែករំលែកច្រើនតែម្ដងបើសិនជាក្រុមរបស់យើងនឹងមានសមាជិកច្រើនដែរអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងជជែកគ្នាអំពីការបង្កើតក្រុមចែករំលែកនៅក្នុង Facebook ទាំងអស់គ្នាបាទសូមអញ្ជើញតោះបងប្អូនទាំងអស់គ្នាយើងមករៀនបង្កើត Facebook ក្រុមបាទក្រុមសម្រាប់ចែករំលែកឬក៏ក្រុម share មានន័យថាយើងអាចបង្ហោះចូលក្រុមនឹងយើងអាច share ចូលក្រុមនឹងបានមានន័យថាយើងអាចផុសក៏បានយើងចង់ចែករំលែកការផុសរបស់យើងពី Facebook page របស់យើងពីទំព័រ Facebook របស់យើងឬក៏ពីគណនី Facebook របស់យើងដើម្បីចូលទៅកាន់ក្រុមនោះក៏បានបាទហើយឥឡូវនេះយើងចាប់ផ្ដើមចូលទៅកាន់ Facebook របស់យើងទាំងអស់គ្នាបាទចូលទៅកាន់កម្មវិធី Facebook បាទបងប្អូនទាំងអស់គ្នាក្នុងកម្មវិធី Facebook វានឹងចាញ់ទម្រង់មករបៀបនេះបងប្អូនបាទវាចាញ់មករបៀបហ្នឹងយើងអូសទៅលើវិញបងប្អូនចុចនៅត្រង់រូបគណនី Facebook របស់យើងត្រង់នេះយើងចុចសញ្ញាព្រួញចុះក្រោមនេះយើងចុចមកទំព័រ Facebook របស់យើងកសិដ្ឋានបាគូនេះវាចូលមកកាន់ទំព័រ Facebook របស់យើងបាទហើយនៅពេលហ្នឹងយើងចុចទៅលើរូបក្រុមនៅខាងលើនេះបងប្អូនរូបដូចជារូបមនុស្សមូលនេះបាទយើងឃើញក្រុមនៅទីនេះខាងក្រោមគឺជាក្រុមរបស់គេបងប្អូនក្រុមអ្នកផ្សេងគេបានបង្កើតបាទក្រុមអ្នកផ្សេងគេបានបង្កើតអញ្ចឹងយើងចង់បង្កើតឲ្យមានក្រុមផ្ទាល់ខ្លួនរបស់យើងដែរហើយក្រុមនេះយើងបង្កើតចាញ់អំពីទំព័រ Facebook របស់យើងក្រុមនេះយើងអាចបង្កើតចាញ់អំពីគណនី Facebook របស់យើងក៏បានបង្កើតចាញ់អំពីទំព័រ Facebook របស់យើងក៏បានគណនី Facebook របស់យើងមួយយើងអាចបង្កើតទំព័រ Facebook បានច្រើនហើយគណនី Facebook របស់យើងមួយយើងអាចបង្កើតក្រុមដើម្បីចែករំលែកនឹងបានច្រើនដូចគ្នាហើយទំព័រ Facebook របស់យើងមួយក៏យើងអាចបង្កើតក្រុមចែករំលែកបានដូចទៅនឹងគណនី Facebook របស់យើងដែរមានន័យថា Facebook page របស់យើងក៏យើងអាចបង្កើតក្រុម share បានFacebook account របស់យើងក៏យើងអាចបង្កើតក្រុម share បានបាទគណនី Facebook យើងអាចបង្កើតទំព័រ Facebook គណនី Facebook យើងអាចបង្កើតក្រុម Facebook ក្រុម share ក្រុមចែករំលែកហើយទំព័រ Facebook យើងអាចបង្កើតក្រុម Facebook ក្រុមចែករំលែកដូចគ្នាដែរបាទអញ្ចឹងក្រុមហ្នឹងយើងអាចបង្កើតបានតាមរយៈគណនី Facebook របស់យើងក៏បានយើងអាចបង្កើតតាមរយៈទំព័រ Facebook របស់យើងក៏បានឬក៏យើងអាចនិយាយជាភាសាអង់គ្លេស Facebook page របស់យើងហ្នឹងក៏បានដែរបាទឥឡូវនេះយើងចាប់ផ្ដើមបង្កើតចេញអំពី Facebook page របស់យើងឬក៏ទំព័រ Facebook របស់យើងបាទបងប្អូនអូសទៅលើហើយបងប្អូនចុចនៅត្រង់សញ្ញាបូកបាទចុចនៅត្រង់សញ្ញាបូកនេះហើយបងប្អូនចុចបង្កើតក្រុមនៅទីនេះយើងអាចដាក់ឈ្មោះក្រុមរបស់យើងបងប្អូនខ្ញុំដាក់ឈ្មោះក្រុមរបស់ខ្ញុំកសិករពូស័ព្ទបាទបងប្អូនដាក់ទៅតាមឈ្មោះដែលបងប្អូននឹកឃើញរៀងខ្លួនហើយកន្លែងឯកជនភាពនេះខ្ញុំជ្រើសរើសយកសាធារណៈខ្ញុំចុចរួចរាល់ខ្ញុំចុចបង្កើតក្រុមបាទនៅទីនេះបងប្អូនអាចបើកគ្រីសនៅត្រង់នេះដើម្បីធ្វើការអញ្ជើញមិត្តភ័ក្តិរបស់យើងឲ្យមកចូលរួមជាមួយនឹងក្រុមរបស់យើងបានបាទយើងចុចបើកបាទអញ្ចឹងមានន័យថាfollower យើងអ្នកតាមដានទំព័រ Facebook របស់យើងនឹងមានការអញ្ជើញដើម្បីឲ្យមកចូលរួមជាមួយនឹងក្រុមរបស់យើងទាំងអស់គ្នាតែម្ដងហើយគាត់អញ្ជើញមកឬក៏អត់ហ្នឹងអាស្រ័យទៅលើការសម្រេចចិត្តរបស់គាត់អាស្រ័យទៅលើការចុចឆ្លើយតបរបស់គាត់ដែរបើមិនមែនមានន័យថាយើងអញ្ជើញឲ្យគាត់ចូលមកទាំងអស់ហ្នឹងទេបាទអញ្ចឹងយើងចុចបន្ទាប់បាទ
នៅត្រង់នេះយើងអាចកែសម្រួលត្រង់កែសម្រួលនេះគឺយើងដាក់រូបថតដាក់រូបថតមកទំខ្ញុំយករូបមួយនេះខ្ញុំអូសឡើងលើបន្តិចខ្ញុំចុចរក្សាទុកបាទចាំតិចវាកំពុងតែផ្ទុករូបថតបាទវាអត់តន់លោតមកទេប៉ុន្តែយើងអាចចុចបន្ទាប់ទៅមុខបានបងប្អូនរូបថតហ្នឹងវានឹងលោតមកតាមក្រោយទេបាទខ្ញុំចុចបន្ទាប់ហើយពិពណ៌នាអំពីក្រុមរបស់អ្នកអញ្ចឹងខ្ញុំដាក់ថាចូលរួមគាំទ្រកសិផលខ្មែរត្រង់នេះបងប្អូនអាចពិពណ៌នាតាមអាជីវកម្មរបស់បងប្អូនក៏បានឬក៏បងប្អូនអាចសរសេរថាចូលរួមបង្ហោះនិងចែករំលែកដោយសេរីឬក៏បងប្អូនដាក់លេខទំនាក់ទំនងឬក៏បងប្អូនសរសេរអំពីគោលការណ៍របស់ក្រុមឬក៏បងប្អូនសរសេរដាក់បង្ហាញផលិតផលអីមួយយើងអាចរៀបរាប់បាននៅទីនេះបាទអញ្ចឹងយើងអាចដាក់បានច្រើនប៉ុន្តែសម្រាប់ខ្ញុំដាក់តែប៉ុណ្្នេះទេបាទចូលរួមគាំទ្រកសិផលខ្មែរបន្ទាប់មកខ្ញុំចុចបន្ទាប់ហើយគេឲ្យយើងបង្ហោះអីមួយបងប្អូនអាចចុចជ្រើសរើសរូបថតបង្ហោះចូលមួយទៅបាទខ្ញុំដាក់រូបថតនេះមួយខ្ញុំសរសេរបន្តិចមកបាទកសិផលខ្មែរពីទឹកដីពោធិសាទបាទមិនតម្រូវថាបងប្អូនតលតែបង្ហោះហើយក៏មិនតម្រូវថាក្នុងការបង្ហោះហ្នឹងដាក់ជារូបភាពឬក៏ជាអក្សរឬក៏ជាវីដេអូទេបងប្អូនដាក់មួយណាក៏បានដែរបាទហើយកុំដាក់ដូចខ្ញុំមកនេះជាការបង្ហោះបង្ហាញរបស់ខ្ញុំទេបាទដោយសារមានបងប្អូនខ្លះគាត់អត់ដឹងគាត់រករូបហើយគាត់សរសេររៀបរាប់ដូចខ្ញុំអញ្ចឹងបាទបន្ទាប់មកយើងចុចបន្ទាប់ចុចបង្ហោះសារបាទហើយយើងចុចរួចរាល់នៅពេលនេះយើងបានក្រុមមួយរួចហើយបានក្រុមរួចរាល់ហើយបងប្អូននេះតិចទៀតរូបថតវាចេញមកលើហើយដោយសារសេវាដើរវារៀងយឺតបាទរូបថតអត់ទាន់ឃើញចេញមកទេជាមួយខ្ញុំនេះមួយបាទនេះខ្ញុំអូសចេញមកមួយឃើញហើយបងប្អូននេះដាក់រូបបានរួចហើយមានឈ្មោះក្រុមកសិករពូស័ព្ទហើយអីហើយនៅត្រង់នេះបងប្អូនinvite people to join នេះបើខ្លះវាលោតជាភាសាខ្មែរមកដាក់អញ្ជើញមិត្តភ័ក្តិដើម្បីចូលរួមអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនអាចចុចអញ្ជើញម្ដងទៀតក៏បានអត់ក៏បានបើចុចអញ្ជើញម្ដងទៀតបងប្អូនចុចនៅត្រង់សញ្ញាបូកនេះហើយបងប្អូនអាចចុចមួយក៏បានដោយសារបើកស្វ័យប្រវត្តិខាងលើនេះយើងបានបើករួចរាល់ហើយបងប្អូនអាចចុចអញ្ជើញមួយរបៀបនេះមកក៏បានដែរបាទអូហើយចុចអញ្ជើញមកបាទហើយខ្ញុំគិតថាប៉ុណ្្នឹងសិនទេជាការបង្ហាញប៉ុណ្្នឹងសិនខ្ញុំចុចខ្វែងខាងលើនេះសិនហើយបញ្ចូលក្របរូបភាពយើងបានដាក់រួចហើយមិញបញ្ចូលការពិពណ៌នានេះយើងបានដាក់រួចហើយនៅទីនេះខ្ញុំថយក្រោយមកវិញបង្កើតការបង្ហោះសារខ្ញុំបានបង្ហោះមួយរួចហើយយើងក៏អាចបង្ហោះទៀតបានដែរចុចតែសញ្ញាបូកនេះមកបាទចុចរូបថតឬក៏វីដេអូនេះមកបាទចុចនៅតាណាបាទចុចជ្រើសរើសរូបមួយមកដែលបងប្អូនគិតថាចង់បង្ហោះបាទខ្ញុំយករូបមួយនេះចុះបាទខ្ញុំដាក់សរសេររៀបរាប់តិចមកចំការពេញប៉ោះបាទបងប្អូនបង្ហោះរូបបង្ហោះវីដេអូទៅតាមចំណង់ចំណូលចិត្តទៅតាមតម្រូវការបងប្អូនកុំរករូបកូនពេញប៉ោះហើយមកបង្ហោះហើយសរសេរចំការពេញប៉ោះដូចខ្ញុំណាបងប្អូនបាទនេះជាការបង្ហាញទេបញ្ជាក់ម្ដងទៀតបាទយើងចុចបង្ហោះសារនេះបងប្អូនក្រុមយើងរួចរាល់ហើយប៉ុណ្នេះហើយបងប្អូនសួរថាក្រុមហ្នឹងមានផលប្រយោជន៍អីទៅក្រុមសម្រាប់ចែករំលែកនេះឬក៏ជាភាសាអង់គ្លេស group share នេះយើងអាចបង្ហោះចូលក៏បានយើងអាចចែករំលែករូបថតវីដេអូឬក៏ខ្លឹមសារអត្ថបទពីការបង្ហោះនៅក្នុងគណនី Facebook របស់យើងក៏បានចែករំលែកឬក៏បង្ហោះចូលចាញ់អំពីទំព័រ Facebook របស់យើងក៏បានបាទហើយមានបងប្អូនយើងមួយចំនួនគាត់បង្កើតក្រុមហើយក្រុមរបស់គាត់មានសមាជិកច្រើនគាត់អាចជួលបើអ្នកផ្សេងចង់បង្ហោះចូលនៅក្នុងក្រុមរបស់គាត់ត្រូវបង់លុយប្រចាំខែបង់លុយប្រចាំឆ្នាំអីក៏មានដែរបាទក្រុមគេធំ
រាប់ពាន់សមាជិកទៅគេជួលបាទគេជួលមានក្រុមជាច្រើនដែលអ្នករកស៊ីMMO អ្នករកស៊ីបែប digital អ្នកជួលក្រុមអ្នកបង្កើត page បង្កើតអីលក់ហ្នឹងបង្កើតក្រុមលក់ហ្នឹងសិតតែអាចធ្វើបានបាទបងប្អូនអាចអូសមើលនៅក្នុង Facebook ច្បាស់ជាឃើញហើយគេមានក្រុមជួលរបស់គេបាទហើយដូចជារួចរាល់ដែរហើយបងប្អូនខ្ញុំជូនប៉ុណ្នេះទេពាក់ព័ន្ធទៅនឹងការបង្កើតក្រុមបងប្អូនមានអ្វីចូលរួមជាមួយវីដេអូនេះអាចសរសេរបានខាងក្រោមហើយបញ្ជាក់ឡើងវិញគណនី Facebook មួយយើងអាចបង្កើតក្រុមដូចនេះបានច្រើនគណនីទំព័រ Facebook មួយយើងអាចបង្កើតក្រុមបានច្រើនដូចគ្នាដែរបាទអញ្ចឹងក្រុមនេះយើងអាចបង្កើតចេញអំពីគណនី Facebook របស់យើងក៏បានយើងអាចបង្កើតចេញអំពីទំព័រ Facebook របស់យើងក៏បានបាទហើយបងប្អូនតាមទាន់សរសេរទាន់ដើម្បីយើងនឹងបន្តមេរៀនទៅមុខទៀតបើអត់ទាន់ទេបងប្អូនអាចមើលចោះមើលឡើងឬក៏មិនច្បាស់ទៀតអាច comment សួរអាចផ្ញើអាចសរសេរជាមតិយោបល់ខាងក្រោមដើម្បីសួរនាំបន្ថែមឬក៏អាចមកតាមប្រអប់សារបានដូចគ្នាបាទអរគុណជម្រាបលាជួបគ្នានៅពេលក្រោយទៀត